ញ៉ាំតិចតួចសោះតែនៅតែឡើងគីឡូថែមទាំងក្បាលពោះយើងធ្លាក់ទៀតមូលហេតុពិតប្រាកដដែលអ្នកមិនស្រកគីឡូអាចបណ្ដាលមកពីប្រព័ន្ធដុតរំលាយអាហាររបស់អ្នកកំពុងរាំងកាំងនៅពេលដែលអាយុកាន់តែច្រើនឬគេមិនបានគ្រប់គ្រាន់ប្រព័ន្ធរំលាយអាហារយើងនឹងដើរយឺតធ្វើឲ្យរាងកាយស្តុកទុកជាតិខ្លាញ់ច្រើនជាងការដុតបញ្ចេញដំណោះស្រាយតាមបែបធម្មជាតិដែលមានប្រសិទ្ធភាពបំផុតគឺការប្រើប្រាស់មើមខ្ញីអាធាសកម្មជាងយូរលនៅក្នុងខ្ញីគឺជាភ្នាក់ងារដុតកម្ដៅពីខាងក្នុងដែលផ្ដល់អត្ថប្រយោជន៍អស្ចារ្យ3យ៉ាងទី1ដាស់ប្រព័ន្ធរំលាយអាហារបង្កើនល្បឿននៃការដុតកាឡូរីនិងរំលាយជាតិខ្លាញ់កកស្ទះជាពិសេសខ្លាញ់ត្រង់បរិវេណក្បាលពោះទី2ទប់ស្កាត់ចំណង់អាហារជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរដែលធ្វើឲ្យអ្នកមិនងាយឃ្លានអាហារផ្អែមឬញ៉ាំផ្ដេសផ្ដាសខុសពេលទី3កម្ចាត់ការហើមដោយសារជាតិទឹកដែងជាតិពុលនិងកាត់បន្ថយអាការៈហើមពោះដែលធ្វើឲ្យរាងកាយមានអារម្មណ៍ស្រាលស្រឡះដើម្បីទទួលទានមានប្រសិទ្ធភាពអ្នកគួរតែទទួលទានទឹកខ្ញីក្តៅអ៊ុនៗមួយកែវជារៀងរាល់ព្រឹកពេលពោះទទេបើអ្នកមមាញឹកគ្មានពេលឈូសឬដាំខ្ញីស្រស់ទេម្សៅមើមខ្ញីធម្មជាតិពីខ្មែរ Hassy Herb គឺជាដំណោះស្រាយដ៏ល្អបំផុតផលិតពីមើមខ្ញីចាស់ 100% គ្មានលាយម្សៅគ្មានជាតិស្ករធានាបាននូវភាពក្តៅឈ្ងុយនិងរក្សាគុណភាពក្នុងការដុតខ្លាញ់បានយ៉ាងល្អដោយចំណេញពេលវេលាបំផុតការគ្រប់គ្រងទម្ងន់ប្រកបដោយសុខភាពល្អត្រូវចាប់ផ្ដើមពីការជួសជុលប្រព័ន្ធខាងក្នុងកុំបណ្ដោយឲ្យក្បាលពោះរំខានដល់ទំនុកចិត្តរបស់អ្នកទៀតឆាតចូលពេកឥឡូវនេះ3ក្រុមការងាររៀបចំម្សៅមើមខ្ញីសុទ្ធមួយកំប៉ុងទុកឆុងញ៉ាំរាល់ព្រឹករាងស្អាតសុខភាពល្អគឺចាប់ផ្ដើមពីការសម្រេចចិត្តរបស់អ្នកនៅថ្ងៃនេះ